អ្នកដែលប្រើប្រាស់ iCloud នៅលើ iPhone គួរតែចូលទៅបិទមុខងារទាំង3នេះទៅដើម្បីការពារឯកជនភាពរបស់យើងក្នុងករណីដែលយើងប្រើប្រាស់ Apple ID ហើយយើង log in នៅលើទូរស័ព្ទច្រើនណាឬក៏ពេលខ្លះយើងអត់បានប្រើប្រាស់ Apple ID ខ្លួនឯងតែយើងប្រើប្រាស់របស់ដែលគេបានបង្កើតឲ្យចឹងខ្ញុំគិតថាមុខងារទាំង3នេះគួរតែបិទជាចាំបាច់តែម្ដងមុននឹងចូលកាន់វីដេអូនេះខ្ញុំក៏អរគុណដល់អ្នកឧបត្ថម្ភសម្រាប់បងប្អូនដែលចង់បាន iPhone ទាំងថ្មីមួយទឹកបងប្អូនអាចទៅខ្មែរ168 phone សតបានគាត់មានវាយដូរឡើងសេរីគាត់មានបំលោជាមួយនឹងហាងហើយគាត់ថែមទាំងមានការធានាជូនណាដល់ទៅ1ឆ្នាំទៀតទីតាំងរបស់គាត់គឺនៅជិត Stop DN ទី1យើងអាចចូលទៅកាន់ setting ហើយយើងចូលទៅកាន់ iCloud របស់យើងផ្នែកខាងលើហ្នឹងទៅហើយបងប្អូនចុចទៅលើប៊ូតុង iCloud កន្លែងត្រង់ហ្នឹងយើងនឹងឃើញមុខងារមួយវាដាក់ថា Note អញ្ចឹងកន្លែងមុខងារ Note នេះទូទៅខ្ញុំឃើញអ្នកខ្លះគាត់ប្រើប្រាស់កម្មវិធី Note ក្នុងការសរសេរលេខសម្ងាត់ Facebook លេខសម្ងាត់ឬក៏អីផ្សេងដាក់ចូលនៅក្នុងហ្នឹងអញ្ចឹងបើយើងឃើញមុខងារ Sync this iPhone យើងឃើញបើកណាគឺយើងអាចធ្វើការបិទវាទៅដើម្បីកុំឲ្យ Note របស់យើងដែលយើងបានកំណត់ទុកហ្នឹងវា load ចូលទៅកាន់ទូរស័ព្ទដទៃទៀតឬក៏ device ដទៃទៀតដែលខ្ញុំនិយាយនេះក្នុងករណីដែលគាត់មាន Apple ID មួយគាត់ប្រើប្រាស់ទូរស័ព្ទច្រើនផ្សេងទៀតអញ្ចឹងណាមុខងារទី2នេះគឺយើងអាចចូលកាន់ iCloud ដូចគ្នាហើយបងប្អូនចូលមកកាន់ Photo ជាទូទៅនៅលើ iCloud Photo គឺវាមានមុខងារមួយខាងក្រោមគេវាដាក់ថា Share album នេះទូទៅមុខងារ Share album ហ្នឹងបើវាបើកប្រកាសណារូបភាពដែលយើងថតឬក៏វីដេអូដែលយើងថតអីផ្សេងហ្នឹងក៏វាចែករំលែកទៅកាន់ទូរស័ព្ទដទៃទៀតដែរអញ្ចឹងបើយើងអត់ចង់វា load នៅលើទូរស័ព្ទច្រើនយើងគ្រាន់តែបិទ Share album ហ្នឹងទៅហើយចុចប៊ូតុង OK ជាការស្រេចចុងក្រោយនៅកន្លែង iCloud តែមួយហ្នឹងទេហើយយើងអាចចូលកាន់មុខងារមួយវាដាក់ថា password កន្លែងតង់ហ្នឹងក៏យើងគួរតែបិទជាមួយនឹងមុខងារហ្នឹងទៅព្រោះ password ជាទូទៅនៅពេលយើងបញ្ចូលលេខកូដសម្ងាត់ Facebook បញ្ចូលលេខសម្ងាត់អី Gmail ឬក៏អីផ្សេងវាតែងតែកត់ចូលនៅក្នុងកម្មវិធីមួយហ្នឹងប៉ុន្តែបើក្នុងករណីដែលយើងដាក់នៅលើទូរស័ព្ទច្រើនក៏វា load ទៅកាន់ទូរស័ព្ទដទៃទៀតដែរអញ្ចឹងវាអាចឃ្លាព័ត៌មានឯកជនរបស់យើងអីចឹងណាយើងអាចធ្វើការចុចបិទកន្លែង sync this iPhone ទៅជាការស្រេចហើយអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត